ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់វិធីធ្វើម្ហូបសាមញ្ញងាយមួយទៀតហើយគឺការឆាជើងមាន់បែបហិលហោះហ្មងបងប្អូនចាហើយញ៉ាំជក់មាត់គឺថាជក់មាត់តែម្ដងអញ្ចឹងក៏បងប្អូនចាំយល់ថាការធ្វើជើងមាន់ហិលបែបចិនហិលបែបហោះថាឆ្ងាញ់បែបម៉េចគួរតែមើលរបៀបធ្វើហើយនឹងការដាក់គ្រឿងផ្សំទាំងអស់គ្នាចាហើយនេះគឺជាផ្នែកគ្រឿងផ្សំគោលរបស់យើងគឺផ្នែកជើងមាន់បងប្អូនយកមកកាត់កញ្ចក់កាត់ឲ្យស្អាតចឹងទៅកាប់ជាទូចក៏បានរាងធំជាងនឹងក៏បានតាមការចូលចិត្តរបស់បងប្អូនយើងយកមកដាក់លាងអំបិលច្របាច់ក្រូចឆ្មាលាងឲ្យវាអស់ជាតិអំបិលអស់ជាតិឆ្អាបនៃជើងមាន់របស់យើងសិនអញ្ចឹងណាបងប្អូនហើយឥឡូវនេះយើងមើលគ្រឿងផ្សំបន្ទាប់ទៀតមានជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសម្ទេសជាមួយផ្កាច័ន្ទអីចឹងណាបងប្អូនហើយនេះគឺជាផ្នែកម្ទេសហុយរបស់យើងបន្ទាប់មកទៀតនេះយើងប្រើជាមួយនឹងការដាក់ដាំទឹកឲ្យវារាងពុះហើយនឹងដាក់គល់ស្លឹកគ្រៃនិងស្លឹកក្រូចសើចដោយយើងប្រើជាមួយជើងមាន់ដែលយើងបានកាប់មុនហ្នឹងយកវាមកស្ងោរមួយទឹកសិនហើយនៅពេលដែលយើងកំពុងស្ងោរហ្នឹងយើងឃើញមានពពុះបែបនេះយើងត្រូវតែដួសចេញដោយសារពពុះនេះក៏វាជួយកាត់បន្ថយក្នុងការធ្វើឲ្យជើងមាន់របស់យើងអត់ឆ្អាបផងដែរឥឡូវនេះឃើញថាការស្ងោរជើងមាន់របស់យើងរួចរាល់ហើយយើងចាប់ផ្ដើមយកតែខទាំងអស់គ្នានៅពេលនេះដល់វគ្គដែលយើងដាក់ខហើយយើងដាក់ទឹកបន្តិចចឹងទៅយើងដាក់ជាមួយនឹងជើងមាន់ដែលយើងបានស្ងោរមួយនឹងចូលដាក់ជាមួយនឹងផ្កាច័ន្ទជាមួយនឹងទឹកស៊ីអ៊ីវខាប់មួយស្លាបព្រាទឹកប្រេងខ្យងមួយស្លាបព្រាហើយនឹងទឹកស៊ីអ៊ីវមួយស្លាបព្រាផងដែរបើសិនជាបងប្អូនមានញ៉ាំប៊ីចេងយើងអាចប្រើប៊ីចេងមួយចុងស្លាបព្រាបន្តិចបានហើយយើងដាក់ស្ងោររងាស់ជើងមាន់របស់យើងនឹងប្រហែលជាអីបានហើយដល់បងប្អូននៅពេលដែលជើងមាន់របស់យើងមើលទៅឃើញថាឡើងពណ៌ល្អហើយយើងស្រង់វាចេញនិងត្រៀមយកទៅឆាទាំងអស់គ្នានៅពេលនេះផងដែរដល់វគ្គឆាហើយនឹងខ្ញុំដាក់ខ្ទះរាងក្តៅបន្តិចដាក់ប្រេងឆាចូលហើយនឹងដាក់ខ្ទឹមសចិញ្ច្រាំយើងហ្នឹងរំលីងឲ្យវាឡើងឈ្ងុយបន្តិចសិននៅពេលដែលយើងឃើញខ្ទឹមរបស់យើងឡើងក្រហមមិនឡើងឈ្ងុយហើយយើងចាប់ផ្ដើមចាក់ជើងមាន់របស់យើងចូលតែម្ដងបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងម្សៅស៊ុបខ្នុរមួយស្លាបព្រាចាជាមួយនឹងស្ករស2ស្លាបព្រាហើយជាមួយនឹងទឹកប្រេងខ្យងការប្រើទឹកប្រេងខ្យងជាមួយស្ករសអីហ្នឹងទៅតាមការចូលចិត្តរបស់បងប្អូនដែរអញ្ចឹងណាចូលចិត្តរៀងផ្អែមរៀងប្រៃទៅតាមការចូលចិត្តហើយនាងខ្ញុំមានដាក់ជាមួយនឹងម្ទេសបើសិនជាបងប្អូនចូលចិត្តហើយយើងដាក់ម្ទេសរៀងច្រើនម្ទេសក្រៀមម្ទេសហាន់ស្រស់យើងហ្នឹងហើយម្ទេសហុយបន្ថែមតិចក៏បានដែរហើយចំពោះការប្រើភ្លើងគឺយើងប្រើភ្លើងរៀងខ្លាំងដែរអញ្ចឹងណាបងប្អូនហើយយើងកូរច្របល់ជើងមាន់របស់យើងឲ្យវាចូលសព្វជាមួយគ្រឿងរបស់យើងដោយនេះខ្ញុំបញ្ជាក់អញ្ចឹងការប្រើគ្រឿងផ្សំទៅតាមការចូលចិត្តរបស់បងប្អូនមួយសម្រាប់កែទឹកដែលយើងបានខជើងមាន់មុនហ្នឹងយើងអត់ចាវទេយើងត្រូវដួសទឹករបស់វាហ្នឹងយកមកដាក់ឆាជាមួយជើងមាន់របស់យើងតែម្ដងហើយយើងបន្តរងាស់ជើងមាន់របស់យើងប្រហែលជា10នាទីអីហ្នឹងគឺឆ្អិនរួចរាល់ហើយបងប្អូនហើយសម្រាប់ទឹករបស់ជើងមាន់ដែលយើងឆាហ្នឹងគឺវាខាប់ល្អតែម្ដងហើយនេះគឺជាផ្នែកម្ទេសហុយយើងអាចប្រើរៀងច្រើនក៏បានប្រើល្មមបានហើយដោយសារយើងអត់សូវចូលចិត្តហិលនេះខ្ញុំប្រើតែប៉ុណ្្នេះគឺហិលមកហោះហ្មងបងប្អូនបងប្អូនចូលចិត្តហិលជាងហ្នឹងយើងអាចបន្ថែមម្ទេសច្រើនជាងហ្នឹងក៏បានដែរហើយយើងបន្តកូរបន្តិចចឹងទៅដើម្បីឲ្យគ្រឿងផ្សំជាមួយម្ទេសជាមួយនឹងទឹកខរបស់យើងហ្នឹងគឺថាឲ្យវាចូលសព្វជាមួយជើងមាន់របស់យើងសម្រាប់ការឆាជើងមាន់ហិលរបស់នេះខ្ញុំហ្នឹងគឺខាប់ប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូនរសជាតិទៅតាមការបងប្អូនភ្លក់ដែរអញ្ចឹងចូលចិត្តប៉ុណ្្នឹងគឺអូខេហើយគ្រឿងចុងក្រោយរបស់យើងហ្នឹងគឺយើងរោយស្លឹកខ្ទឹមចុងក្រោយគេតែម្ដងបងប្អូនមើលទៅឃើញថាតំណមែនតើសម្រាប់រសជាតិគឺហិលមកជក់មាត់ជក់ចិត្តហ្មងបងប្អូនរីឯសាច់លើជើងមាន់របស់យើងគឺទន់ស្រួយញ៉ាំមែនតើហើយក្លិនវិញគឺឈ្ងុយតែម្ដងអញ្ចឹងការធ្វើជើងមាន់ហិលរបស់នេះខ្ញុំហ្នឹងគឺរួចរាល់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាប៉ុន្តែបើសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ